ដៃមនុស្សគឺជាឧបករណ៍មួយក្នុងចំណោមឧបករណ៍ដែលមានភាពទំនើបបំផុតដែលរាងកាយមនុស្សធ្លាប់បានបង្កើតឡើងដៃនីមួយៗមានឆ្អឹងចំនួន27សរសៃពួរច្រើនជាង30សរសៃប្រសាទវិញ្ញាណនិងសរសៃប្រសាទចលកររាប់ពាន់ដែលភ្ជាប់ដោយសន្លាក់សរសៃពួរនិងសាច់ដុំដែលត្រូវបានរចនាឡើងសម្រាប់ទាំងកម្លាំងនិងភាពប៉ិនប្រសប់វាអាចចាប់វត្ថុដោយប្រើកម្លាំងខ្លាំងក្លាឬធ្វើការដោយភាពទន់ភ្លន់គួរឲ្យស្ងើចសរសើរសញ្ញាបញ្ជូនពីខួរក្បាលចុះតាមដៃនិងចូលទៅក្នុងម្រាមដៃក្នុងរយៈពេលមួយពិតជាខ្លីណាស់ពេលវេលាត្រង់នេះគឺមានភាពច្បាស់លាស់បំផុតមេដៃជួយបង្កើនមុខងាររបស់ដៃសមត្ថភាពពិសេសរបស់វាក្នុងការទល់នឹងម្រាមដៃដទៃទៀតអនុញ្ញាតឲ្យដៃអាចក្តិចបង់វិលនិងគ្រប់គ្រងវត្ថុដោយភាពប៉ិនប្រសប់ដែលសត្វដទៃតិចតួចណាស់នៅលើផែនដីអាចធ្វើបានចុងម្រាមដៃសម្បូរទៅដោយការប្រមូលផ្ដុំនៃអ្នកទទួលសញ្ញាយ៉ាងច្រើនដែលអាចដឹងពីសម្ពាធវាយនភាពនិងសីតុណ្ហភាពខួរក្បាលប្រមូលផ្ដុំជារូបភាព3វិជ្ជមាននៃការពិតតាមរយៈការប៉ះតែប៉ុណ្ណោះដៃមិនមែនគ្រាន់តែធ្វើឲ្យការតាក់ទងជាមួយពិភពលោកនោះទេប៉ុន្តែវាថែមទាំងអាចកែច្នៃវាសាងសង់ជួសជុលនិងបង្កើតអ្វីៗថ្មីៗទៀតផង